បាទសួស្តីប្រិយមិត្តទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុង Channel T4 Anime ក៏ដូចជានៅក្នុងការសម្ដែងរឿងចាត់ជានឹងខ្លាយជា Slime ភាគទី50ដែលជាភាគបន្តរបស់យើងចុះកុំខាត់ពេលវេលាយូរយើងចូលទៅទស្សនាការសម្ដែងសាច់រឿងជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅចាប់ដើមឡើងនៅសាច់រឿងរាបារ៉ាស៊ូក៏បានយកដំណឹងនៃការស្លាប់របស់ Greyman មកប្រាប់ក្រុមរបស់គេក៏ប៉ុន្តែក្រុមរបស់គេនឹងគឺមានធាក៏ដូចជាបែក Futama នឹងគឺបានជឿនៅឡើយក៏ប៉ុន្តែនៅពេលដែលបន្លត់ការសេរីមដែលជាចវាយរបស់គេបានបញ្ជាក់អំពីរឿងនេះធ្វើឲ្យធាគឺពិតជាបានយំជែកសំណោះទៅកាន់ Greyman នឹងខ្លាំងមែនទែនរាបារ៉ាស៊ូក៏បានខឹងចំពោះ Greyman ដែលគេនឹងមិនព្រមស្ដាប់ដំបូន្មានរបស់គេឆាដែលធ្វើឲ្យគេនឹងក៏បាននិយាយឌឺដងថា Greyman នឹងក៏ពិតជាមនុស្សល្ងងអីចឹងទៅឆាដែលធ្វើឲ្យ Futama ក៏ពិតជាបានខឹងខ្លាំងមែនទែនស្ទុះចូលទៅវាយគេមួយទំហឹងតែម្ដងតែគេនឹងគឺអត់បានរត់គេចទៅណាឡើយដែលគេនឹងគឺព្រមទទួលយកការវាយប្រហាររបស់គេដែលហាក់ដូចជាគេនឹងគឺពិតជាមានអារម្មណ៍ថាសោកស្ដាយផងដែរណាដែលការប្រមានរបស់គេគឺមិនអាចហាមឃាត់Greymanបានអញ្ចឹងយើងដឹងស្រាប់ហើយថាពួកគេគឺជាក្រុមជាមួយគ្នាណាអញ្ចឹងហើយការស្លាប់របស់វត្តមានសមាជិកណាមួយច្បាស់ជាធ្វើឲ្យក្រុមរបស់គេនឹងគឺពិតជាពិបាកចិត្តតែទោះជាយ៉ាងណាក៏ដោយមុនពេលដែលពួកគេបានប្រយុទ្ធគ្នាដែលមិនលកការសេរីមដែលជាចវាយរបស់គេក៏បានហាមឃាត់គេហើយអ្វីយូគីក៏បានប្រាប់ពួកគេកុំឲ្យឆ្លោះគ្នាអីអ្វីគ្រប់យ៉ាងគឺសុទ្ធតែជាកំហុសរបស់គេដែលបានដឹកនាំខុសដោយគេក៏ពិតជាមិននឹកស្មានថាដែលមិនឡតគឺពិតជាមានធម៌ពលខ្លាំងបាត់នេះបន្ទាប់មកគេបានដឹងហើយថាទ្រព្យសម្បត្តិទាំងអស់ដែលគេបានប្រគល់ទៅឲ្យ Greyman គឺត្រូវបានរីមនុស្សគឺបានរឹបអូសបាត់ទៅហើយនៅពេលនេះផែនការរបស់គេគឺមិនអាចបន្តទៅមុខដោយរលូននោះទេអញ្ចឹងហើយគេត្រូវតែបន្ថែមការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីឲ្យផែនការរបស់គេត្រូវបានសម្រេចជោគជ័យបន្ទាប់មកផែនការរបស់គេគឺសម្រេចជោគជ័យដោយរបៀបណាគឺគេអត់ទាន់បាននិយាយប្រាប់យើងនោះទេហើយសាច់រឿងក៏បានកាត់មកហេណាតាដែលយើងមកបកស្រាយអំពីហេតុផលដែលនាងបានចូលមកក្នុងទឹកដីរបស់បិសាចជញ្ជក់ឈាមណាដោយនាងក៏បានរៀបរាប់អំពីប្រវត្តិរបស់នាងប្រាប់មកកាន់ពួកយើងទាំងអស់គ្នាបានដឹងណាកាលពីមុនដំបូងនាងគឺជាក្មេងស្រីម្នាក់ធម្មតានោះទេដោយនាងមុនដំបូងហ្នឹងក៏បានចូលទៅក្នុងវិហារបរិសុទ្ធខាងលិចហើយបុកហាត់អីចឹងទៅដោយនាងគឺមានការរីកចម្រើនខ្លាំងជាងមនុស្សធម្មតាណាហើយចុងបញ្ចប់នាងក៏បានខ្លាចជាអ្នកដឹកនាំរបស់កងទ័ពជាច្រើនហើយច្បាស់នាងបានខ្លាចជាអ្នកក្លាហានមួយរូបណាអញ្ចឹងតួនាទីរបស់អ្នកក្លាហានគឺកំចាត់ពួកវិសាចពីមើលតែនាងទៅគឺបានកំចាត់ទៅកាន់រីមនុស្សណាចេះសនាល្អរីមនុស្សកាលហ្នឹងគាត់សនាល្អខ្លាំងមែនទេណាដែលគាត់ហ្នឹងក៏អាចញែកខ្លួនបានដែលធ្វើឲ្យជីវិតរបស់គាត់ហ្នឹងគឺបានរស់មកដល់សប្តាហ៍ថ្ងៃហើយបន្ទាប់មកនៅពេលចុងបញ្ចប់ហ្នឹងនាងក៏បានចូលទៅក្នុងទឹកដីរបស់បិសាចជួយឈាមដើម្បីមកសម្លាប់អ្នកបណ្ដោតបរិនតៃដែលជាបិសាចមួយណានាងនឹងស្រាប់ហើយតែពពួកអ្នកក្លាហានគឺតែងតែដើរកំចាត់បិសាចការពារយុទ្ធធម៌ជួយពិភពលោកអីចឹងទៅអញ្ចឹងនាងក៏ដូចគ្នាផងដែរនាងគឺជាអ្នកក្លាហានដ៏ខ្លាំងក្លាម្នាក់ណាដើម្បីមកសម្រាប់ Demon Lord Valentine ដោយពួកគេក៏បានចាប់ផ្ដើមយុទ្ធគ្នា Demon Lord Valentine ក៏បានបញ្ចេញនៅរាងកាយខ្លួនរបស់គេមួយទៀតចលនាទៅការប្រយុទ្ធរបស់ពួកគេក៏ត្រូវបានបញ្ចប់ដោយនេះនឹងគឺជាអ្នកឈ្នះហើយនេះក៏បានសម្លាប់ Demon Lord Valentine ក៏ដូចជារាងកាយខ្លួនរបស់គេនឹងឯងក៏ប៉ុន្តែមើលតែការសភាពរបស់នេះក៏ជាមិនល្អប្រហែលនោះដែរដែលនេះក៏បានរងរបួសមិនដឹងថាស្លាប់រួចយ៉ាងណានោះទេក្នុងឡុងពេលនេះក៏ស្រាប់តែមានសម្លេងជើងរបស់នារីម្នាក់ក៏បានដើរចូលមកច្បាស់ណាស់នាងគឺជា Demon Lord Valentine ដែលពិតប្រាកដគឺថាមេធំគឺចេញមកហើយជាមួយនឹងទឹកមុខយ៉ាងម៉ៅច្រត់ចង្កេះយ៉ាងស្រស់ស្អាតខ្លាំងមែនទេណាមិនចាញ់យីទេនាងក៏បានប្រោះឲ្យកូនចៅរបស់នាងឲ្យរស់ឡើងមកវិញហើយក៏បានទៅទេសនាទៅកាន់ចៅហ៊ានតាមបន្តិចទៅថាតែនាងឯងនឹងគឺជានរណាគេដែលអាចកំណត់ថាខ្ញុំនឹងល្អអាក្រក់ហ៎តែយុទ្ធធម៌នឹងគឺជាអីគេហ៎គឺជាការសម្លាប់បិសាចមែនទេតែនាងឯងគិតថាភាពយុត្តិធម៌គឺអាចសម្រេចបានដោយចិត្តយើងទាំងអស់មែនទេនាងឯងនឹងក៏មានមោទនភាពពេកមើលពិភពលោកវាតែងតែមានល្អហើយនឹងមានអាក្រក់លាយឡំគ្នានាងឯងនឹងគិតចង់បានតែភាពល្អទាំងអស់មែនវាមិនអាចទៅរួចនោះទេស្របពេលដែលនិយាយនោះក៏បានព្យាបាលរបួសរបស់ហេណាតាដោយនេះមានការចាប់អារម្មណ៍ទៅលើថាមពលប្រយុទ្ធរបស់ហេណាតាចឹងហើយនាងក៏បានផ្ដល់ឱកាសហេណាតាធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវហេណាតាក្រោយពេលដែលទទួលបានឱកាសដែលមិនឡតបារ៉ាន់តៃមិនបានសូម្បីតែសម្លាប់ខ្លួនឯងហើយថែមទាំងបានផ្ដល់ឱកាសខ្លួនឯងទៀតទោះនាងគឺមិនចាំបាច់សំញាច់អីច្រើននោះទេក៏សម្រេចចិត្តក្នុងការគោរពទៅកាន់មិនឡតបារ៉ាន់តៃ
ដោយភាពស្មោះស្ម័គ្រនឹងរបស់នាងតែម្ដងដោយនាងនឹងថែមទាំងដឹងទៀតថាក្រោមការដឹកនាំរបស់បន្លត់វរន្តៃអំបូរបិសាចជាយុឈាមថែមទាំងមានសន្តិភាពជាងប្រទេសពពួកប្រទេសដែលនៅភាគខាងលិចសម្រាប់ប្រជាជនដែលនៅក្នុងអំបូរមួយហ្នឹងគឺប្រជាជនដែលទាំងអស់ហ្នឹងគឺត្រូវការទ្រទ្រង់ជីវិតដោយឈាមតិចតួចនោះទេដោយមិនត្រូវការបឺតឈាមនឹងហែកសាច់មនុស្សអីស៊ីតាមអ្វីដែលនាងនឹងធ្លាប់បានគិតនោះឡើយថាចំណែកឯបិសាចជាយុឈាមដែលមាននឹងកម្រិតខ្ពស់ថែមទាំងមិនត្រូវការសូម្បីតែឈាមដើម្បីទ្រទ្រង់ជីវិតរបស់គេទៀតចឹងហើយនាងបានស្បត់ថានាងត្រូវតែការពារម្ចាស់ស្រីរបស់នាងមិនថាមានរឿងអ្វីកើតឡើងហ្នឹងក៏ដោយអញ្ចឹងខ្ញុំសូមបញ្ជាក់ឲ្យវានឹងកាន់តែច្បាស់បន្តិចចំពោះរឿងឡើងហ្នឹងណាដែលហេណាតាក៏បានដឹងហើយថាបិសាចគឺមិនសុទ្ធតែអាក្រក់នោះទេដែលឲ្យតម្រូវឲ្យនាងហ្នឹងគឺថាតាមសម្រាប់ផ្ដាច់ពូជផ្ដាច់អីចឹងទៅវាមិនមែនជារឿងត្រឹមត្រូវសម្រាប់នាងនោះទេដោយសារតែDemon-Lord Barentayគឺបានជួយជីវិតនិងទុកជីវិតឲ្យនាងណាអញ្ចឹងវាអត់មានរឿងអីដែលនាងហ្នឹងគឺត្រូវបន្តបំរើទៅកាន់វិហារបរិសុទ្ធខាងលិចធ្វើជាអ្នកក្លាហានដើរកម្ចាត់បិសាចដើរកម្ចាត់អីផ្ដាច់ពូជនោះទេហើយវាគឺជារឿងធម្មតានោះទេដែលនាងនឹងត្រូវតែបំរើអ្នកមានគុណដែលទុកជីវិតក៏ដូចជាបានបំភ្លឺនៅរឿងរ៉ាវដែលនាងនឹងគឺថាអត់បានដឹងពីមុនមកអញ្ចឹងណាដែលជា Demon-Lord Barentay ហ្នឹងឯងហើយអញ្ចឹងនេះគឺជាមូលហេតុដែលយើងបានឃើញនាងនឹងគឺស្ថិតនៅក្នុងទឹកដីរបស់បិសាចជាជួយឈាមសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយយើងបន្តសាច់រឿងរបស់យើងទៀតបន្តមកនាងក៏បានដើរចូលទៅក្នុងប្រាសាទមួយដែលបានជួបជាមួយនឹងអាប៉ែម្នាក់នេះតាមពិតទៅមិនចង់ប្រាប់រឿងមួយទៀតដោយអាប៉ែពីរអ្នកហ្នឹងគឺជាបងប្អូនភ្លោះនឹងគ្នាណាមិនដឹងថាជាបងប្អូនភ្លោះឬបងប្អូនមិនទេគ្រាន់ថាមុខរបស់ពួកគេគឺដូចគ្នាខ្លាំងមែនទែនអញ្ចឹងមិនគិតថាជាបងប្អូនភ្លោះហើយដោយគេហ្នឹងក៏បានប្រាប់ទៅកាន់ហ៊ីណាតាថាបងប្អូនភ្លោះរបស់គេហ្នឹងគឺបានស្លាប់ហើយហ៊ីណាតាក៏មានការផ្ទះផ្អាប់ផងដែរដោយសារតែគេហ្នឹងគឺបានចូលរួមទៅក្នុងកម្មវិធីវរូបរូគេសុហើយហេតុអ្វីបានជាគេមកស្លាប់នេះវិញតែអាប៉ែនឹងក៏បានប្រាប់ឲ្យថាគេនឹងគឺបានត្រឡប់មកវិញហើយក៏ត្រូវបានសម្លាប់ដោយអបិអ្នកឈ្លានពានហ៊ីណាតាក៏មានការផ្សាយផ្អើលទៀតហើយដោយសារតែអបិរយនឹងគឺពិតជាមានថាពោខ្លាំងដែលវានឹងគឺអាចខ្លាំងជាងDemon-Lordធម្មតាណាក៏ប៉ុន្តែអបិដែលជាអ្នកឈ្លានពានដែលជាអបិរាបរាសុនឹងគឺពិតជាមានថាពោខ្លាំងដែលគេនឹងគឺខ្លាំងជាងDemon-Lordទៀតដែលមានសមត្ថភាពសម្រាប់អបិរយនឹងបានហើយបន្ទាប់មកពួកគេក៏បាននិយាយរៀបរាប់អំពីហេតុផលដែលពួកគេនឹងគឺបានទៅវាបហារីមរុណាដែលជាហ៊ីណាតានឹងឯងវាបហារីមរុក៏ដូចជាចង់បំផ្លាញទីក្រុងរបស់រីមរុដោយសារតែពួកគេគឺចង់យកដែនដីក៏ដូចជាព្រៃជូរ៉ារបស់រីមរុនឹងធ្វើជាទីលានសង្គ្រាមប្រយុទ្ធជាមួយនឹងពពួកអាណាចក្រភាគខាងកើតហើយអាណាចក្រភាគខាងកើតទៀតសោតយើងដូចជាទៅតែបានឮនៅពេលនេះទេពីមុនមកគឺដូចជាអត់ដែលបានឮទេអញ្ចឹងវាជារឿងថ្មីហើយសម្រាប់យើងដោយថាបើសិនជាទឹកដីរបស់រាមរុនឹងគឺនៅតែបន្តអភិវឌ្ឍឡើងអញ្ចឹង Angel ប្រកាសជានឹងធ្វើចលនាឆាប់នឹងជាមិនខាននោះឡើយឥឡូវយើងបានឮ Angel ណាថ្មីមកទៀតហើយអ្នកនាងគឺថាសាច់រឿងវាកាន់តែមានអត្តកម្បាំងណាអញ្ចឹងអ្នកសម្រាយឡើងចប់វល់យើងស្ដាប់សិនទៅហើយចាំតាមដានតទៅមុខទៀតមើលថាវានឹងមានរឿងអ្វីកើតឡើងសម្រាប់ហ៊ីណាតាការដែលព្រៃជូរ៉ាគឺមានស្ថិរភាពនាងក៏សប្បាយចិត្តផងដែរក៏ប៉ុន្តែដោយសារតែវាគឺមានរឿងអ្វីមួយដែលត្រូវតែបង្ខំឲ្យនាងនឹងត្រូវតែធ្វើសង្គ្រាមដែលហាក់បីដូចជានាងនឹងគឺមិនសូវពេញចិត្តជាមួយនឹងការធ្វើសង្គ្រាមនឹងប៉ុន្មាននោះទេបន្ទាប់មកនាងក៏បានលើកឡើងអំពីឈ្មួញដែលមកពីអាណាចក្រភាគខាងលិចដែលបាននាំព័ត៌មាននឹងឲ្យមកកាន់នាងដោយនាងនឹងក៏បានសួរទៅកាន់អបិហ្នឹងណាដែលថាគេនឹងបានស្គាល់អត់ហើយនាងក៏មានគម្រោងជួបគេដែរដោយសារតែនាងគឺបានលើកឲ្យថាអបិម្នាក់នឹងគឺបានរៀបគម្រោងការបានប្រើប្រាស់នាងរួចទៅហើយយ៉ាងហើយនាងចង់ជួបមុខគេឲ្យដឹងស្គាល់មុខម្ដងណាសរុបមកបើសិនជាគេពិតជាបានប្រើនាងពិតប្រាកដមែនការដែលទុកឲ្យរីមរុគឺមានជីវិតគឺជារឿងដែលត្រឹមត្រូវបំផុតហើយតែបែបម្នាក់ហ្នឹងក៏បានប្រាប់ឲ្យថាការដែលហ៊ីណាតាបានបរាជ័យក្នុងការសម្លាប់រីមរុហ្នឹងក៏ជារឿងល្អមួយយ៉ាងដែរដែលអនុញ្ញាតឲ្យសត្រូវជាច្រើនមកពីអាណាចក្រភាគខាងលិចហ្នឹងកំណត់គោលដៅទៅលើរីមរុដោយបានដាក់គេនឹងខ្លាយទៅជាសត្រូវរបស់មនុស្សជាតិនឹងតែម្ដងដោយរឿងមួយនេះនឹងផ្ដល់ឱកាសនៃភាពជោគជ័យឲ្យទៅកាន់អំបូររបស់ពួកគេនឹងកាន់តែច្រើនតែយ៉ាងណាក៏ដោយវាអាស្រ័យទៅលើថារីមរុត្រឡប់មកវិញដោយមានជីវិតនឹងឬក៏អត់ដោយពួកគេនឹងគឺមានតែត្រូវរងចាំឲ្យម្ចាស់ស្រីរបស់នាងត្រឡប់មកវិញដល់ពេលនោះពួកគេនឹងដឹងអំពីរឿងទាំងអស់នេះជាមិនខាននោះឡើយអរិយៈពេលត្រឹមតែមួយផ្លេតDemon-Lord Caesarionក៏បានត្រឡប់មកវិញ
ដែលពួកគេនឹងគឺមានគម្រោងក្នុងការចាត់ការទៅលើ Valera ក៏ដូចជា Rimaro ណាដែលទៅទាំងប្រកាសខ្លួនធ្វើជាដំណើរថ្មីថ្មោងហ្នឹងពួកគេទាំងពីរនាក់ក៏មិនដឹងហើយថា Rimaro គឺនៅមានជីវិតណាព្រមជាមួយនឹង Valera ដែលគឺជានាយករាជដែលមានអំណាចមួយផងដែរក៏ប៉ុន្តែក្នុងនាមជាអ្នកបម្រើដ៏ស្មោះស្ម័គ្រម្នាក់នៅពេលដែលបានលើចង្វាយនិយាយបែបនេះនាងតាក៏បានសុំចង្វាយរបស់នាងនឹងទៅកំចាត់ Valera នឹងភ្លាមៗតែម្ដងប៉ុន្តែក៏ត្រូវបានខាត់ដោយចង្វាយរបស់នាងដោយនាងក៏បានលើកឡើងថា Valera គឺជានាយករាជដែលបានទទួលកម្លាំងថាមពលនឹងពីធម្មជាតិហើយការដែលយើងយកប្រើកំបិតក៏ដូចជាថាមពលវិតាមុន Magic អីហ្នឹងទៅវាប្រហារទៅលើគេគឺមិនអាចរង damage ខ្លាំងណាស់ណាទៅកាន់គេនឹងបានឡើយចឹងហើយនាងនឹងមិនអនុញ្ញាតឲ្យហ៊ីណាតាទៅស្លាប់ម្នាក់ទៀតនោះនៅទេហើយចំណែកឯហ៊ីណាតាដោយសារតែចង្វាយរបស់នាងបានប្រមានបែបនេះទៅហើយនាងក៏មិនបានប្រកែកតវ៉ាអ្វីតទៀតនោះដែរក៏បានសួរអំពីរឿងរបស់រីមរុវិញម្ដងណាថានាងនឹងគួរតែធ្វើអ្វីចំពោះរីមនាងក៏បានប្រាប់ឲ្យថានៅពេលនេះពួកគេគឺអាចធ្វើអ្វីបាននោះឡើយហ៊ីណាតាគឺមិនស្ងប់នោះឡើយតែនាងគឺបារម្ភថាពួកបិសាចនឹងកសាងរាជធានីក៏ដូចជាផ្លូវថ្នល់ដែលវានឹងគឺអាចពង្លឿនលបឿននៃការឈ្លានពានរបស់ពពួកទេពធីតាក៏ដូចជាពពួកមនុស្សជាដើមនឹងមកលើអាណាចក្ររបស់ពួកគេដូចជាណាក៏ដោយចំពោះ Valentine នាងបានបំពងទុកថាការបង្ហាញខ្លួនរបស់ Valera ក៏ដូចជា Rimaro វាប្រកាសជានឹងអាចតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាតិក៏ដូចជាទេពធីតាអញ្ចឹងហើយរឿងដែលល្អបំផុតសម្រាប់ពួកគេនៅពេលនេះគឺមានតែរងចាំមើលអំពីសកម្មភាពរបស់ពួកទេពធីតាក៏ដូចជាមនុស្សជាតិហ្នឹងឯងកាត់មកខាងអាណាចក្រ Felmo ដែលនៅក្នុងការប្រជុំរបស់ស្ដេច Edo Marisu ក្នុងការដាក់រីក៏ដូចជាផ្ដល់សំណងទៅកាន់ Tempera ដែលធ្វើឲ្យពួកអភិជនក៏ដូចជាមន្ត្រីអីហ្នឹងគឺថាមានភាពចលាចលដែលពួកគេហ្នឹងគឺមិនសុខចិត្តនោះទេនៅក្នុងការទាមទារចំនួនដ៏ច្រើនបែបនេះណាច្បាស់ណាស់ដោយសារតែពួកគេគឺអត់ទាន់ដឹងអំពីឥទ្ធិពលក៏ដូចជាអំណាចរបស់ Tempera ណាដែលមានអ្នកខ្លាំងជាច្រើនចំណែកឯស្ដេច Edo Marisu គាត់បានស្គាល់រួចទៅហើយអញ្ចឹងហើយគាត់បានត្រឹមតែអង្គុយអលក្ខណៈថាគាត់អាចធ្វើបាននោះឡើយចំពោះការជជែកវែកញែករបស់មន្ត្រីក៏ដូចជាអភិជននៅក្នុងអាណាចក្ររបស់គាត់ហ្នឹងហើយនៅក្នុងចំណោមពួកគេទាំងអស់ក៏មានប្អូនប្រុសរបស់គាត់ដែលមានឈ្មោះថា Edo បាទគេបានលើកឡើងថាច្បាស់ជាមានអ្នកមកជួយអន្តរាគមន៍នៅក្នុងរឿងនេះជាមិនខាននោះឡើយចឹងហើយអ្វីបានជាបងប្រុសរបស់គាត់ឆាប់ចុះចាញ់លឿនមែនព្រាមហ្នឹងក៏ស្រាប់តែមានកងទ័ពបានចូលមកដោយបានរាយការណ៍អំពីការប្រកាសខ្លួនខ្លាចទៅជាតំណឡរបស់ Rimaro ណាជាហេតុដែលធ្វើឲ្យមន្ត្រីនៅក្នុងនឹងទាំងអស់មានការភ្ញាក់ផ្អើលកាន់តែខ្លាំងទៀតហើយដោយសារតែនេះមិនត្រឹមតែមាន Valera ដែលជានាយករាជម្នាក់ទេហើយនេះថែមទាំងមានតំណឡម្នាក់ទៀតអញ្ចឹងហើយពួកគេច្បាស់ណាស់គឺគ្មានជំរឿអ្វីក្រៅតែពីធ្វើតាមសំណើរបស់ខាង Rimaro នោះឡើយស្ដេច Edo Marisu ក៏បានសម្រេចចិត្តរួចទៅហើយថាគេនឹងលះបង់តំណែងរបស់គេដោយឲ្យទៅប្អូនរបស់គេដែលមានឈ្មោះថា Edo Wan ហ្នឹងឯងក្នុងនាមជាស្ដេចដែនដីទាំងមូលតែឥឡូវបែរជាត្រូវបង្ខំឲ្យចុះចេញពីរាជបល្ល័ង្កដែលធ្វើឲ្យមន្ត្រីនឹងគឺពិតជាមិនសូវជាស្រួលចិត្តប្រមាណនោះទេគេក៏រៀងពិបាកចិត្តផងដែរចំណែកឯប្អូនរបស់គេដែលជា Edo Wan ហ្នឹងមុនដំបូងហ្នឹងគេមានសម្ដែងបែបលក្ខណៈថាពិបាកចិត្តដែរណាក៏ប៉ុន្តែគ្មានទេអានោះមានអាណាឆ្ងោកទៅគេលួចសើចទៀតអូនេះពុះពុលចៃបន្ទាប់មកស្ដេច Edo Marisu ក៏បានចុះសន្ធិសញ្ញាគេហៅថាមិនឈ្លានពានគ្នាណាដោយសារតែគេនឹងគឺបានធ្វើតាមសំណូមពររបស់ខាង Rimaro ហើយអញ្ចឹងហើយខាង Tempest ក៏ដូចជាអាណាចក្រ Felmo នឹងគឺបានចុះសន្ធិសញ្ញាមិនឈ្លានពានគ្នាដោយអត់មានការប្រយុទ្ធប្រឆាំងធ្វើសង្គ្រាមអីទៀតនោះទេរីហើយភាគមួយនេះក៏សូមចប់តែត្រឹមនេះបាទចាំមិនអីអ្នកទាំងអស់គ្នាគឺថាភាគមួយនេះគឺរៀងញ៉ៃបន្តិចហើយដោយសារតែវាគឺនិយាយអំពីគឺវានិយាយច្រើនតែម្ដងណាអើយចឹងហើយមានប្រែឡើងចង់វល់ហើយក៏សូមអភ័យទោសខ្លាំងមែនទែនចំពោះការនិយាយទៅមានពាក្យពេចន៍ខុសអីកន្លែងណាកន្លែងណីណាដូចជាកន្លែងមុននោះគឺថាមិនបាននិយាយថាអបិរោហើយនឹងបងប្អូនគេម្នាក់ហ្នឹងគឺជារាងកាយខ្លួនអីណាកំពិតទៅពួកគេគឺជាបងប្អូនគ្នានោះទេដែលអ្នកស្លាប់ហ្នឹងគឺមានឈ្មោះថារយហើយអបិមួយទៀតហ្នឹងមានឈ្មោះអីទេមិនភ្លេចបាត់ហើយជាចុងក្រោយយើងគ្មានអ្វីទៀតទេមានតែ say goodbye ទៅកាន់អ្នកទាំងអស់គ្នាបាយបាយ